សូមស្វាគមន៍មកកាន់រឿងនិទានខ្មែរជាភាសាខ្មែររឿងសាលារៀនថ្មីនិងមិត្តថ្មីសុកលីអាយុ8ឆ្នាំបានផ្លាស់ប្ដូរទីលំនៅជាមួយគ្រួសារគាត់ទៅភូមិថ្មីមួយគាត់មានអារម្មណ៍ប្លែកនិងបារម្ភព្រោះគាត់ត្រូវទៅរៀនសាលាថ្មីហើយគាត់មិនស្គាល់នរណាម្នាក់ទេថ្ងៃដំបូងនៃការចូលរៀនសុកលីបានដើរចូលថ្នាក់រៀនដោយអៀនគៀនសិស្សទាំងអស់មើលមកគាត់អង្គុយនៅតុមួយនៅជ្រុងបន្ទប់គ្រូបានណែនាំសុកលីដល់សិស្សទាំងអស់គាត់ប្រាប់ថាសុកលីជាសិស្សថ្មីហើយពេលសម្រាប់សិស្សខ្លះបានមកនិយាយជាមួយសុកលីពួកគេបានសួរគាត់អំពីភូមិរបស់គាត់និងចំណង់ចំណូលចិត្តរបស់គាត់សុកលីបានប្រាប់ពួកគេថាគាត់ចូលចិត្តលេងបាល់ទាត់និងគូររូបក្មេងប្រុសម្នាក់ឈ្មោះតារាបានអញ្ជើញសុកលីឲ្យលេងបាល់ទាត់ជាមួយគាត់និងមិត្តភ័ក្តិរបស់គាត់សុកលីសប្បាយចិត្តខ្លាំងណាស់គាត់បានលេងបាល់ទាត់យ៉ាងសប្បាយរីករាយហើយគាត់បានបង្កើតមិត្តថ្មីជាច្រើនពេលល្ងាចពេលសុកលីត្រឡប់មកផ្ទះវិញគាត់មានអារម្មណ៍សប្បាយចិត្តនិងមានទំនុកចិត្តគាត់បានដឹងថាការផ្លាស់ប្ដូរទីលំនៅមិនគួរឲ្យខ្លាចដូចដែលគាត់គិតទេប៉ុន្មានថ្ងៃក្រោយមកមានការប្រកួតគូររូបនៅសាលាសុកលីចូលចិត្តគូររូបខ្លាំងណាស់តែគាត់មិនហ៊ានចូលរួមទេតារានិងមិត្តភក្តិរបស់គាត់បានលើកទឹកចិត្តសុកលីឲ្យចូលរួមពួកគេបានប្រាប់សុកលីថាគាត់មានទេពកោសល្យគូររូបហើយគាត់គួរតែបង្ហាញទេពកោសល្យរបស់គាត់សុកលីបានសម្រេចចិត្តចូលរួមគាត់បានគូររូបទេសភាពភូមិថ្មីរបស់គាត់រូបភាពរបស់គាត់ពោរពេញដោយពណ៌ស្រស់ឆើតនៅថ្ងៃប្រកួតសុកលីមានការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែពេលគាត់ឃើញមិត្តភក្តិរបស់គាត់លើកទឹកចិត្តគាត់មានអារម្មណ៍ធូរស្រាលពេលប្រកាសលទ្ធផលសុកលីបានឈ្នះរង្វាន់លេខ1គាត់សប្បាយចិត្តខ្លាំងណាស់គាត់បានរៀនថាការមានមិត្តល្អនិងការមានទំនុកចិត្តលើខ្លួនឯងអាចជួយឲ្យយើងសម្រេចនៅអ្វីដែលយើងចង់បាន